ភិបាលខេត្តតាកែវអះអាងថាខេត្តតាកែវគ្មានស្កេមអនឡាញនិងធានាការពារសុវត្ថិភាពអ្នកវិនិយោគអភិបាលខេត្តតាកែវឯកឧត្តមវៃសំណាងបានធ្វើការធានាការពារចំពោះមុខសុវត្ថិភាពជូនអ្នកវិនិយោគដែលចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវជាពិសេសលោកបានធ្វើការអះអាងថាខេត្តតាកែវគឺជាខេត្តមួយដែលគ្មានស្កេមអនឡាញថ្លែងនៅក្នុងកិច្ចប្រជុំពិធីវឌ្ឍនភាពនិងបទបង្ហាញបញ្ហាប្រឈមនិងសំណូមពររបស់អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវនៅព្រឹកថ្ងៃសុក្រទី30ខែមករាឆ្នាំ2026ឯកឧត្តមវៃសំណាងបានមានប្រសាសន៍លើកឡើងពីការធានាសុខសុវត្ថិភាពជូនក្រុមអ្នកវិនិយោគនិងបានប្រាប់ក្រុមអ្នកវិនិយោគកុំឲ្យមានការព្រួយបារម្ភពីសុវត្ថិភាពហើយត្រូវមានការជឿជាក់លើការទទួលខុសត្រូវរបស់អាជ្ញាធរខេត្តនៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការអូសទាញអ្នកវិនិយោគឲ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវដើម្បីបង្កើតការងារកាន់តែច្រើនឡើងជូនបងប្អូនប្រជាពលរដ្ឋហើយក្នុងឆ្នាំ2025កន្លងមកនេះមានក្រុមហ៊ុនវិនិយោគចំនួន52បានមកបើករោងចក្រនៅក្នុងខេត្តតាកែវក្នុងទំហំទុនវិនិយោគជាង$170លានសហរដ្ឋអាមេរិកដោយបានបង្កើតឱកាសការងារបានចំនួនជិត30,000កន្លែង